យើងមកមើល part 2 grammar ចេញបាក់ឌុបឆ្នាំ2025ទីហោបកេគេដាក់ I can't go out I'm making dinner ហេតុអីបានយើងយក making dinner កន្លែងហ្នឹងដោយសារតែ dinner គឺគេផៅ make dinner យើងធ្វើហើយយើងបានមកហូបញ៉ាំអាហ្នឹងគឺធ្វើហើយបានជាលទ្ធផលយើងផៅ make ហើយ do គឺធ្វើហើយវាអស់ឲ្យធ្វើវាទៅណីអត់មានការងារធ្វើទៀតទេដូច do homework ចឹងធ្វើហើយយើងទៅណីបាទអញ្ចឹងយើងអាចយក do បានទេបាទហើយអាពីរនេះដល់ខុសហើយវាខុសទម្រង់អត់មានទម្រង់ be បូកជាមួយនឹង verb ដើមចឹងឯងបាទលំហាត់លេខ1គឺដាក់ we saw something something children in the park អឺយើងមើលចម្លើយប្រទីមាន any មាន some មាន much អាពួកហ្នឹងគឺនៅក្នុងមេរៀន quantitative adjective បាទពពួកគុណនាមបរិមាត្រហើយនេះយើងប្រើបានតែជាមួយនឹង uncount noun ឬក៏ plural noun នៅក្នុងប្រយោគសំណួរហើយនិងប្រយោគបដិសេធជាទូទៅហើយ some គឺយើងប្រើដូចគ្នាទៅនឹង any ដែរតែភាគច្រើននៅក្នុងប្រយោគស្របករណីខ្លះឃើញវាប្រើនៅក្នុងប្រយោគសំណួរដែរក្នុងករណីយើងនិយាយទៅទៅជាមួយនឹង suggestion ឬក៏ទៅទៅជាមួយនឹង requesting ឬក៏ offering យើងប្រើបានតែ singular noun ទេ much យើងប្រើបានតែជាមួយនឹង uncount noun ទេហើយភាគច្រើន much យើងឃើញនៅក្នុងប្រយោគបដិសេធនិងសំណួរអញ្ចឹងយើងមើល noun របស់យើងនៅក្នុងលំហាត់របស់យើងគឺ children គឺជា plural noun យើងអាចយកចម្លើយបានទេចម្លើយ much ក៏អត់បានដែរឯនេះប្រើជាមួយ plural noun បានតែភាគច្រើនក្នុងប្រយោគបដិសេធនិងសំណួរអញ្ចឹងប្រយោគលំហាត់របស់យើងនេះគឺប្រយោគស្របអញ្ចឹងយកចម្លើយ B លំហាត់លេខ2លំហាត់លេខ2យើងឃើញចម្លើយប្រគេចម្លើយ A broken គឺ verb 3 verb 3ជាទូទៅគឺប្រើបាននៅក្នុងទម្រង់ perfect ហើយនិង passive អញ្ចឹងមានថានៅពីមុខវាហ្នឹងអាចជា have ឬក៏ be ដែលអាចឈរនៅមុខវាបាននៅក្នុងទម្រង់ perfect និង passive ហើយចម្លើយ B break គឺអាចជា verb ដើមឬក៏អាចជា verb បច្ចុប្បន្នដែលប្រើជាមួយនឹងប្រធាន are you we they ហើយ breaks time adjective គឺជា verb បច្ចុប្បន្នហើយវាប្រើជាមួយនឹងប្រធាន he she it broke គឺជា verb អតីតកាលអញ្ចឹងបើសិនជាជួបលំហាត់ដែលមានចម្លើយកាលខុសគ្នាអញ្ចឹងគឺយើងមើលប្រធានតើប្រធានយើងកាលឬទេប្រធានយើងគឺកាលអតីតកាលគឺ was ក្នុងនេះគឺ was គឺជាអតីតកាលរបស់ am បាទឬក៏អតីតកាលរបស់ is បាទអញ្ចឹងយើងអាចយកចម្លើយបច្ចុប្បន្នទៅតាក់នៅប្រធានអតីតកាលបានទេអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ D ដោយសារតែទម្រង់របស់យើងនេះគឺទម្រង់ simple មិនមែនជាទម្រង់ perfect ហើយនិង passive ទេ machine គឺស្មើនឹង it បាទលំហាត់លេខ3 the new bridge something something before the end of the month next month sorry អញ្ចឹង next month គឺជា signal word មួយដែលបញ្ជាក់ថាសកម្មភាពនឹងនៅអនាគតអញ្ចឹងយើងមើលចម្លើយរបស់យើងមើលចម្លើយ B គឺបច្ចុប្បន្នបាទចម្លើយ C បច្ចុប្បន្នចម្លើយ D អនាគតចម្លើយ A ក៏អនាគតដែរអញ្ចឹងចម្លើយអនាគតមាន2ហើយយើងមើលទៀតមើលថាចម្លើយអនាគតទាំងពីរហ្នឹងខុសគ្នាមិនចម្លើយ A គឺទម្រង់ passive នេះទម្រង់ B បូកជាមួយនឹង verb 3បាទហើយចម្លើយ D តែក្រៅពីទម្រង់ passive មានថាជាទម្រង់ active ហើយactive មានថាប្រធានធ្វើសកម្មភាពមួយហ្នឹង passive មានថាប្រធានអត់ធ្វើរងសកម្មភាពហ្នឹងវិញអញ្ចឹងសកម្មភាពមួយណាគឺ complete គឺបញ្ចប់ការងារហ្នឹងបាទអញ្ចឹងសួរថាប្រធាននេះ new bridge នេះធ្វើសកម្មភាពហ្នឹងអត់គឺអត់ធ្វើទេបាទប្រធានហ្នឹងគឺស្ពានអត់ចេះធ្វើសកម្មភាពហ្នឹងខ្លួនឯងអត់ចេះប្រហើយខ្លួនឯងទេអញ្ចឹងប្រកាសជា passive ហើយយើងយកចម្លើយ A មកលំហាត់លេខ4លំហាត់លេខ4គេដាក់ several trees fell down last night something something the strong wind ចម្លើយគេមាន because គឺជា conjunction ខាងក្រោយវាគឺជា clause ឬក៏ជាប្រយោគបាទហើយ so ក្រោយវាអាចជា adjective អាចជា adverb ឬក៏អាចជា sentence ដែរបើជា clause ដែរហើយ because of គឺជា preposition ខាងក្រោយវាជា object ហើយ object អាចមាន noun អាចមាន pronoun ឬក៏អាចមានពពួក gerund ដែលគេហៅថា verbal noun verb ing ហ្នឹងហើយ since អាចក្រោយវាអាចជាពេលវេលាមួយទៀតថា since
since morning since 2023 បាទឬក៏ since I was young បាទអញ្ចឹងយើងមើលក្រោយវានេះគឺជាប្រភេទ noun phrase វាជា object របស់ preposition អញ្ចឹងចូល because of មកត្រូវហើយលំហាត់លេខ5 if souvenirs weren't so expensive something something I something many more អញ្ចឹងលំហាត់នេះគឺជាលំហាត់ if យើងឃើញក្រោយ if នេះជា past គឺជា second conditional ចម្លើយគឺ would អញ្ចឹងយកចម្លើយ would មកបើសិនជាក្រោយ if នេះជា present ជា first conditional យើងយកចម្លើយ will ភាគច្រើនហើយលំហាត់ទាំងអស់ហ្នឹងគឺចេញបាក់ឌុបបាទមើលលំហាត់លេខ1ចេញបាក់ឌុបឆ្នាំ2015ម្ដង2018ម្ដងវាជាឧទាហរណ៍បាទហើយលំហាត់លេខ2នេះចេញបាក់ឌុបឆ្នាំ2017ម្ដងហើយលំហាត់លេខ3នេះចេញបាក់ឌុបឆ្នាំ2013ម្ដង2018ម្ដងលំហាត់លេខ4ចេញបាក់ឌុបឆ្នាំ2014ម្ដង2014លើកទី1ម្ដងហើយ2021ម្ដងលំហាត់លេខ5នេះក៏ចេញម្ដងដែរចេញឆ្នាំ2023គ្រាន់តែគេដូរអា souvenir នេះដាក់ picture បាទអូខេអញ្ចឹងលំហាត់បាក់ឌុប2025ហ្នឹងគឺចេញឆ្នាំចាស់ភាគច្រើនខ្ញុំអត់ដឹងថាក្រសួងគេអត់មានអ្នកចេញឯសារឬក៏គេខ្ជិលចេញឬក៏យ៉ាងម៉េចទេថាតើក្រសួងអត់មានអ្នកចេះឬក៏មិនមិនអត់មានទេទាំងអស់គ្នាអ្នកចេះគឺច្រើនណាស់បាទនៅក្រសួងបណ្ឌិតកោជើងគ្នាតែគ្រាន់តែមានសារចេញដដែលអត់ដឹងថាគេចេតនាគេចេញមកអញ្ចឹងឲ្យសិស្សងាយស្រួលធ្វើឬក៏មិនអូខេហ្នឹងហើយចឹងលំហាត់និយាយសារបាក់ឌុបឆ្នាំ2025ហ្នឹងគឺចេញតែប៉ុណ្្នឹងឯងយើងមើលតាមនិយាយសារចាស់ៗឲ្យបានច្រើនទៅសង្ឃឹមជាប់ហើយបាទអរគុណ